អញ្ចឹងយើងមើលកន្សោម A កន្សោម A កន្លែងនេះវាមានលើកជាការ៉េដកខាងនេះក៏លើកជាការ៉េដែរអញ្ចឹងយើងអាចប្រើរូបមន្ត A ការ៉េដក B ការ៉េដែលស្មើនឹង A ដក B កតាឲ្យ A បូក B ដែលកន្លែងនេះយើងកំណត់ធ្វើជាតួ A កន្លែងនេះកំណត់ធ្វើជាតួ B អញ្ចឹងយើងបាន A ដក B អញ្ចឹងគឺយើងបានកន្សោម A យើងគឺ x ការ៉េបូក 2x ដក 6 ដកឲ្យកន្សោម B កន្សោម B គឺខាងនេះ x ការ៉េដក 2x ដក 2 ហើយយើងបិទគ្នាមកវិញចំណែកខាងនេះវិញដូចគ្នាទៅសេដូចគ្នាប៉ុន្តែយើងបដូរសញ្ញាកណ្ដាលទៅជាសញ្ញាបូកវិញបានន័យថា A បូក B ម្ដងបូកឲ្យ x ការ៉េដក 2x ដក 2 បិទគ្នាមកវិញចឹងកន្លែងនេះយើងពលាតវងកញ្ចក់មកយើងបាន x ការ៉េបូក 2x ដក 6 កន្លែងនេះយើងបានដក x ការ៉េបូក 2x បូក 2 ខាងនេះបាន x ការ៉េបូក 2x ដក 6 បូក x ការ៉េដក 2x ដក 2 បន្ទាប់មកយើងបូកដកមក x ការ៉េតាម x ការ៉េកន្លែងនេះ x ការ៉េ x ការ៉េដក x ការ៉េអស់ 2x បូក 2x បាន 4x ដក 6 បូក 2 បានដក 4 ចំណែកខាងនេះវិញ x ការ៉េបូក x ការ៉េគឺបាន 2x ការ៉េ 2x ដក 2x នេះអស់ដក 6 ដក 2 ដក 8 អញ្ចឹងគឺយើងឃើញថាវាជាផលគុណកត្តាហើយអញ្ចឹងយើងឃើញវាថាជាផលគុណកត្តាហើយប៉ុន្តែយើងនៅតែអាចដាក់បានទៀតដូចកន្លែងនេះអញ្ចឹងយើងអាចចាប់4ជាកត្តាបានអញ្ចឹងកន្លែងនេះអាចចាប់4ជាកត្តាអញ្ចឹងនៅសល់ x ដក 1ដល់ពេលខាងនេះយើងអាចចាប់2ជាកត្តាទៀតនៅសល់ x ការ៉េអញ្ចឹង8ចាប់2ទៅនៅសល់4បន្ទាប់មកកន្លែងនេះយើងយកគុណបញ្ចូលគ្នាមកយើងបាន8កតាឲ្យ x ដក1ដល់ពេល x ការ៉េដក4នេះយើងអាចទៅសេទៅជា x ដក2កតាឲ្យ x បូក2អញ្ចឹងនេះគឺជាចម្លើយផលគុណកតាបានយើងនៅកន្សោម A ឥឡូវយើងទៅមើលកន្សោម B ម្ដងកន្សោម B បានយើងគឺ x ការ៉េដក4អញ្ចឹងអានេះគឺស្រួលទេយើងដូចអានេះមិញអញ្ចឹងគឺយើងបាន x ដក2កតាឲ្យ x បូក2អញ្ចឹងដូចនេះផលគុណកតាបានយើងកន្សោម A គឺស្មើនឹង8កតាឲ្យ x ដក1កតាឲ្យ x ដក2កតាឲ្យ x បូក2កន្សោម B គឺបាន x ដក2កតាឲ្យ x បូក2អញ្ចឹងសម្រួលកន្សោម F អញ្ចឹងកន្សោម S យើងគឺស្មើនឹង A នៅលើ B ប៉ុន្តែកន្សោម A យើងគឺ8កតាឲ្យ x ដក1កតា x ដក2កតា x បូក2កន្សោម B ដែលយើងដាក់ជាផុសគុណកតាហើយគឺ x ដក2កតាឲ្យ x បូក2អញ្ចឹងយើងសម្រួលកតាដូចគ្នាមកអញ្ចឹងទី1គឺយើងសម្រួល x បូក2ហើយនឹង x ដក2អញ្ចឹងគឺនៅសល់តែ8កតាឲ្យ x ដក1បន្តមកទៀតកំណត់តម្លៃ x ដើម្បីឲ្យ f មានន័យកន្សោម f យើងគឺ a នៅលើ b ដែល a យើងគឺ8ដក1កតា x ដក2កតាឲ្យ x បូក2ចែកឲ្យ x ដក2កតាឲ្យ x បូក2មានន័យកាលណាភាគបែងវាខុសពី0អញ្ចឹងកាលណា x ដក2ខុសពី0ហើយនឹង x បូក2ខុសពី0អញ្ចឹងចម្លើយ x ខុសពី2 x ខុសពី
ដក 2 ប្រមាណលេខ 5 គេឲ្យចំណុច A ដក 1 2 និង B 2 0 គេឲ្យយើងសរសេរសមីការបន្ទាត់ AB ទី 2 ឲ្យបន្ទាត់ D មានសមីការបន្ទាត់ 3 លើ 2x បង្ហាញថា D កែងនឹងបន្ទាត់ AB ទី 3 ឲ្យសង់បន្ទាត់ D និង AB ក្នុងតម្រុយតែមួយសំណួរកសរសេរសមីការបន្ទាត់ AB អញ្ចឹងយើងសរសេររូបមន្តសមីការបន្ទាត់មករូបមន្តសមីការបន្ទាត់គឺ y ស្មើនឹង ax បូក b អញ្ចឹងអ្វីដែលយើងទៅរកមុនគេគឺមេគុណប្រាប់ទិស a នេះអញ្ចឹងមេគុណប្រាប់ទិស a ស្មើនឹង y b ដក y a នៅលើ xb ដក xa ជាយើងចំនួនចូលមក y b របស់យើងគឺ0ដក y a គឺ2 xb 2ដក xa ដក 1 ចឹងទៅជាបូក 1 ចម្លើយឃើញដក 2 នៅលើ 3 អញ្ចឹងមេគុំប្រាប់ទិស A គឺស្មើនឹងដក 2 លើ 3 អញ្ចឹងគេបានបន្ទាត់ AB យើងនេះ y គឺស្មើនឹងយើងឈប់សរសេរ A ទៀតហើយគឺយើងសរសេរដក 2 លើ 3x ហើយបូក b អញ្ចឹងយើងនៅខ្វះ b មួយទៀតអញ្ចឹងខ្វះ b មួយទៀតយើងត្រូវឲ្យបន្ទាត់ AB នេះកាត់តាមមួយចំណុចអញ្ចឹងឲ្យកាត់តាម A ក៏បានកាត់តាម B ក៏បានដើម្បីទៅរកមេគុណ B ឥឡូវឲ្យកាត់តាម B ទៅព្រោះមានលេខ0ស្រួលគិតអញ្ចឹងកាត់តាម B មានកអត្តន័យ20អញ្ចឹងយើងយកកអត្តន័យនេះទៅជំនួសចូលត្រង់ x និង y អញ្ចឹងជំនួស y ដោយលេខ0ជំនួសកន្លែង x នេះដោយលេខ2អញ្ចឹងបានដក2នៅ3គុណឲ្យ2បូក b អញ្ចឹងឡើយយើងបាន0កន្លែងយើងគុណចូលមកគឺបានដក4នៅលើ3បូក b អញ្ចឹងយើងទាញរក b យើងបោះនេះមកខាងនេះចឹងគឺបានបូកវិញបាន4នៅលើ3អញ្ចឹង a ក៏យើងរកឃើញ b ក៏យើងរកឃើញអញ្ចឹងនោះបន្ទាត់ AB របស់យើងគឺ y ស្មើនឹងដក2លើ 3x បូក b បូក4លើ3ចឹងដូចនេះបន្ទាត់ AB y ស្មើនឹងចុច2បន្ទាត់ D y ស្មើនឹង3លើ 2x បង្ហាញថា D កែងជាមួយនឹង AB ដើម្បីបង្ហាញថាបន្ទាត់2កែងគ្នាលុះត្រាតែមេគុណប្រាប់ទិសវាគុណបញ្ចូលគ្នាគឺស្មើនឹងដក1មានន័យថាឧទាហរណ៍ថាបន្ទាត់ D y ស្មើនឹង ax បូក b d' y ស្មើនឹង a'x បូក b អញ្ចឹងដើម្បីឲ្យបន្ទាត់ D នេះកែងជាមួយនឹង D' លុះត្រាតែ a គុណនឹង a' ស្មើនឹងដក1អញ្ចឹងគ្រាន់តែយើងរកឃើញមេគុំប្រាប់ទិសគុណស្មើនឹងដក1នោះយើងអាចសន្និដ្ឋានបានថាបន្ទាត់ទាំងពីរនឹងកែងគ្នាឥឡូវយើងមើលបន្ទាត់ D របស់យើង y ស្មើនឹង3លើ2មានមេគុំប្រាប់ទិសស្មើនឹងប៉ុន្មានមានមេគុណប្រាប់ទិសមេគុណប្រាប់ទិសគឺមេគុណខ្មុក x អញ្ចឹងមេគុណប្រាប់ទិស3លើ2បន្ទាត់ AB ដែលយើងរកឃើញមុនហ្នឹងគឺ y ស្មើនឹងដក2នៅលើ3 x បូក4លើ3អញ្ចឹងបន្ទាត់ AB នេះមានមេគុណប្រាប់ទិសគឺមេគុណខាងមុខ x នេះគឺប៉ុន្មាននេះដក2លើ3
អញ្ចឹងបើយើងយកមេគុណប្រាប់ទិសទាំងពីរនេះគុណបញ្ចូលគ្នាស្មើដក1នោះបន្ទាត់ទាំងពីរនឹងកែងគ្នាអញ្ចឹងយើងយកមេគុណទាំងពីរនឹងគុណបញ្ចូលគ្នាមកចឹងគេបាន3/2គុណឲ្យដក2/3គុណស្មើប៉ុន្មានដល់គ្នាកន្លែងនេះគុណទៅបានបូកគុណនឹងដកបានដក3គុណនឹង2 6 2គុណនឹង3 6អញ្ចឹងស្មើដក1អញ្ចឹងបើមេគុណប្រាប់ទិសស្មើដក1អញ្ចឹងយើងអាចសន្និដ្ឋានបានថាបន្ទាត់ D នេះគឺកែងជាមួយនឹងបន្ទាត់ AB ណាគេវាយណាគេសំណួរកសងបន្ទាត់ D និងបន្ទាត់ AB នៅក្នុងតម្រូវតែមួយអញ្ចឹងដើម្បីសងបន្ទាត់យើងត្រូវមានតារាងតម្លៃលេខសិនឥឡូវបន្ទាត់ D របស់យើងគឺ y ស្មើនឹង3/2x អញ្ចឹងយើងគូសតារាងតម្លៃលេខសិនទី1ឲ្យ x ស្មើ0អញ្ចឹងយើងទីរក y មក x ស្មើ0គឺ y ស្មើនឹង3/2គុណឲ្យ0អញ្ចឹងស្មើ0ដូចគ្នាបន្ទាប់មកឲ្យ x ស្មើ2ដើម្បីយើងសម្រួលបាន x ស្មើ2អានេះទៅជា3/2គុណនឹង2អញ្ចឹង2នឹង2នេះសម្រួលអស់នៅសល់3អញ្ចឹងនៅពេលដែល x ស្មើ0 y ក៏0នៅពេល x ស្មើ2 x យើងគឺស្មើនៅពេល x ស្មើ2 y យើងស្មើ3បន្ទាត់ AB មួយទៀត AB គឺតែអស់លក់បាត់ y ស្មើនឹងដក2/3x បូក4/3ចឹងយើងឲ្យ2ចំណុចដូចគ្នាអញ្ចឹងទី1អាចឲ្យ x ស្មើនឹងយើងឲ្យលេខណាដែលយើងអាចសម្រួលបានឡើងឲ្យ x ស្មើនឹង2ដើម្បី2គុណនឹង2នេះ4អញ្ចឹងដក4បូក4វា0អញ្ចឹងឲ្យ x ស្មើ2អញ្ចឹង y យើងស្មើនឹងដក2/3គុណឲ្យ2បូក4/3អញ្ចឹងកន្លែងនេះដក2គុណនឹង2នេះបាន4អញ្ចឹងដក4/3បូក4/3គឺបាន0អញ្ចឹងកន្លែងនេះ x ស្មើ2 y ស្មើ0មួយទៀតគឺឲ្យ x ស្មើប៉ុន្មានដើម្បីឲ្យប្រភាគនឹងចែកដាច់ដែរគឺមក x ស្មើ5អញ្ចឹង y ស្មើនឹងដក2/3គុណនឹង5បូកឲ្យ4/3អានេះ2 5ដងនេះ10អញ្ចឹងយើងបានដក10/3បូក4/3អញ្ចឹងដក10បូក4ស្មើដក6អញ្ចឹងដក6/3ចែកទៅស្មើនឹងដក2អញ្ចឹងមានន័យថា x ស្មើ5 y ស្មើដក2ឥឡូវចាប់តាមគូបន្ទាត់អញ្ចឹងដំបូងយើងដៅបន្ទាត់ D មុនបន្ទាត់ D ចំណុចដំបូងគឺ0 0អញ្ចឹងនៅកន្លែងនេះមួយទៀតគឺ x ស្មើ2 y ស្មើ3អញ្ចឹង x ស្មើ2 y ស្មើ3អញ្ចឹងយើងតម្លាក់ចំណងខាងនេះត្រូវគឺមកចឹងបានចំណុចនេះមួយទៀតចឹងកណ្ដាលបាន2ចំណុចហើយយើងអាចភ្ជាប់បន្ទាត់នឹងបានហើយចឹងយើងភ្ជាប់គ្នាមកចឹងកន្លែងនេះគឺយើងបានបន្ទាត់D គឺ y ស្មើនឹង3/2x នៅសល់បន្ទាត់AB មួយទៀតអញ្ចឹងបន្ទាត់ AB យើងគូសដូចគ្នាមកទី1គឺ
x ស្មើ2 y ស្មើ0អញ្ចឹង x ស្មើ2 y ស្មើ0 x ស្មើ2គូនឹង y ស្មើ0អញ្ចឹងតម្លាក់ចំណោលកែមកយើងបានកន្លែងនេះតមកទៀត x ស្មើ5 y ស្មើដក2នេះ x ស្មើ5 y ស្មើដក2អញ្ចឹង5រាប់មក3 4 5គូជាមួយនឹង y ស្មើដក2រាប់ចុះមកក្រោមវិញអញ្ចឹងតម្លាក់ចំណោលកែត្រូវមកជាយើងបានចំណុច1ជាយើងបាន2ចំណុចហើយយើងភ្ជាប់មកយើងនឹងបានបន្ទាត់ AB ចឹងនេះគឺបន្ទាត់ AB ដែលមានសម័យកាលបន្ទាត់គឺ y ស្មើនឹងដក2លើ 3x បូក4លើ3ចឹងនេះកន្លែងកែងចឹងបន្ទាត់ AB កែងនឹងបន្ទាត់ D គឺរួចរាល់រូបនេះ